ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រមានថាប្រសិនបើអ៊ីរ៉ង់ហ៊ានសងសឹកនឹងត្រូវកាន់តែធ្ងន់ខ្លាំងបន្ថែមទៀតនៅថ្ងៃអាទិត្យទី22ខែមិថុនារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិកមកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់ខ្លួនថាជាទង្វើដ៏អាក្រក់ហួសហេតុហើយបាននិយាយថាប្រទេសរបស់លោកមានសិទ្ធិស្របច្បាប់ដើម្បីការពារអធិបតេយ្យរបស់ខ្លួននេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP លោក Araghchi បានបង្ហោះសារលើបណ្ដាញសង្គមដូចនេះថាព្រឹត្តិការណ៍ព្រឹកនេះគឺអាក្រក់ហួសហេតុជាខ្លាំងហើយវានឹងមានផលប៉ះពាល់វិបាកយ៉ាងយូរអង្វែងការវាយប្រហារនេះគឺជាទង្វើគ្មានស្គាល់ច្បាប់ជាទង្វើរបស់ក្រតជនលោកប្រមុខការទូតអ៊ីរ៉ង់បានបន្តថាស្របតាមធម្មនុញ្ញរបស់អង្គការសហជីវជាតិនិងច្បាប់ចែងអំពីការអនុញ្ញាតឲ្យមានការឆ្លើយតបស្របច្បាប់ក្នុងការការពារខ្លួនអ៊ីរ៉ង់រក្សាសិទ្ធិជំរើសគ្រប់យ៉ាងដើម្បីការពារអធិបតេយ្យផលប្រយោជន៍និងប្រជាពលរដ្ឋរបស់ខ្លួនគូបញ្ជាក់ដែរថាទីបំផុតរយៈពេល8ថ្ងៃក្រោយអ៊ីស្រាអែលចាប់ផ្ដើមសង្គ្រាមផ្លូវអាកាសប្រឆាំងនឹងប្រទេសអ៊ីរ៉ង់សហរដ្ឋអាមេរិកបានសម្រេចចិត្តចូលរួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដោយការប្រយុទ្ធថ្ងៃសៅរ៍ទី21ខែមិថុនាប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាយោធាអាមេរិកបានវាយប្រហារលើទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែរចម្បងៗរបស់អ៊ីរ៉ង់មន្ត្រីអាមេរិកបានបង្ហើបឲ្យដឹងថាយន្តហោះទម្លាក់គ្រាប់បែក B2 និងគ្រាប់បែកធុនធ្ងន់ហៅថា Bunker Buster ដែលមួយគ្រាប់មានទម្ងន់ជាង10តោនត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការនោះក្រោយមកលោក Trump បានប្រមានថាការសងសឹកណាមួយពីអ៊ីរ៉ង់ប្រឆាំងសហរដ្ឋអាមេរិកនឹងត្រូវតបស្នងទៅវិញខ្លាំងឆ្ងាយជាងអ្វីដែលអ៊ីរ៉ង់បានភ្លុកកាលពីថ្ងៃសៅរ៍ទៅទៀត